កត្តាទាំង5ខាងក្រោមនេះធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្សយើងចុះខ្សោយបងប្អូននឹងឲ្យប្រព័ន្ធភាពស៊ាំប្រៀបដូចជាទ័ពឬក៏អង្គរៈការពាររាងកាយរបស់មនុស្សគ្រប់រូបតែកាលណាប្រព័ន្ធភាពស៊ាំយើងអត់រឹងមាំបងប្អូនងាយនឹងកើតជំងឺតែម្ដងប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធមួយដែលប្រឆាំងជាមួយនឹងការឆ្លងមេរោគផ្សេងៗកុំឲ្យចូលទៅក្នុងរាងកាយរបស់មនុស្សយើងដោយការវាយប្រហារពពួកមេរោគទាំងអស់ហ្នឹងធ្វើឲ្យឲ្យរាងកាយមនុស្សយើងគឺសុខភាពល្អនឹងឯងតែបើសិនជាប្រព័ន្ធភាពស៊ាំយើងចាប់ផ្ដើមថមថយហើយរាងកាយមនុស្សយើងក៏ពិបាកនៅក្នុងការដែលរស់នៅក្នុងរូបភាពមួយសុខភាពល្អដែរបងប្អូនស្ដាប់បណ្ដាចប់មើលថាតើនៅក្នុងកត្តាទាំង5ហ្នឹងមានកត្តាអីខ្លះដែលធ្វើឲ្យបងប្អូននឹងមានបញ្ហាប្រឈមមួយគឺវាធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចាប់ផ្ដើមចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃកត្តាចម្បងទី1ដែលធំជាងគេគឺពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនគេងមិនគ្រប់គ្រាន់ការដែលមនុស្សយើងគេងមិនគ្រប់គ្រាន់ប្រព័ន្ធភាពស៊ាំបងប្អូនចាប់ផ្ដើមចុះខ្សោយងាយនឹងកើតជំងឺផ្សេងៗគឺច្រើនផ្នែកមែនទែនកត្តាទី2ពាក់ព័ន្ធជាមួយនឹងកត្តាចំណីអាហារដែលបងប្អូនញ៉ាំចូលជាប្រចាំចំណីអាហារដែលបងប្អូនញ៉ាំចូលគឺកង្វះនៅសារធាតុចិញ្ចឹមនិងប្រូតេអ៊ីនអត់សូវមានអាហារដែលសម្បូរជាតិកាកសរសៃបងប្អូនញ៉ាំភាគច្រើនគឺសម្បូរអាហារដែលមានជាតិម្សៅញ៉ាំអាហារដែលសម្បូរទៅដោយជាតិស្ករជាតិខ្លាញ់ច្រើនហ្នឹងក៏វាបំផ្លាញនៅប្រព័ន្ធភាពស៊ាំបងប្អូននឹងដែរអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់នៅប្រព័ន្ធភាពស៊ាំជាយាមញ៉ាំអាហារឲ្យគ្រប់នៅអាហាររូបត្ថម្ភឬក៏ហៅថាអាហារ7បមានស្លឹកបៃតងមានប្រភេទអាហារកាកសរសៃចូលដើម្បីឲ្យប្រព័ន្ធភាពស៊ាំបងប្អូននឹងចាប់ផ្ដើមរឹងមាំឡើងវិញកត្តាទី3គឺបញ្ហា stress រ៉ាំរ៉ៃបងប្អូនសង្កេតឃើញមនុស្សដែលមានបញ្ហា stress រ៉ាំរ៉ៃគឺបានន័យថារាងកាយគាត់ចាប់ផ្ដើមទ្រុឌទ្រោមសុខភាពគាត់ក៏អត់សូវអំណោយផលដូចមុនដែរការដែលយើងមានបញ្ហា stress ហ្នឹងគឺវាបំផ្លាញប្រព័ន្ធភាពស៊ាំបងប្អូនដែលដឹងខ្លួននឹងឯងតាទី4គឺពាក់ព័ន្ធជាមួយនឹងការដែលមនុស្សយើងចូលចិត្តនៅការដែលយើងផឹកស្រានិងជក់ការីច្រើនក៏វាបំផ្លាញនៅប្រព័ន្ធភាពស៊ាំបងប្អូនដូចគ្នាហើយកត្តាទី5ចុងក្រោយដែលសំខាន់ជាងគេដូចគ្នាគឺពាក់ព័ន្ធជាមួយនឹងកត្តាដែលមនុស្សយើងមិនហាត់ប្រាណការដែលមនុស្សយើងមិនហាត់ប្រាណវាធ្វើឲ្យប្រព័ន្ធភាពស៊ាំបងប្អូនអត់សូវរឹងមាំហើយចុះខ្សោយហើយងាយនឹងកើតជំងឺផ្សេងៗទៀតបងប្អូនសង្កេតឃើញមនុស្សដែលអត់សូវបានហាត់ប្រាណឬក៏ធ្វើសកម្មភាពរាងកាយគាត់មានអារម្មណ៍ថាស្ពឹកហើយងាយនឹងកើតជំងឺហើយមានអារម្មណ៍ថាសុខភាពរាងកាយគាត់អត់សូវមាំទាំដូចគេហាត់ប្រាណកម្លាំងគេមាំមួនហើយសុខភាពគេល្អទេបងប្អូនអរគុណកុំភ្លេចជួយចុច Share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបានទទួលដឹងនូវព័ត៌មាននឹងគ្រប់គ្នាហើយជូនពរឲ្យបងប្អូនដែលស្ដាប់វីដេអូនឹងដល់ចប់ទាំងអស់គ្នាសុខភាពល្អហើយមានរាងកាយមួយដែលគេហៅថាប្រព័ន្ធភាពស៊ាំរឹងមាំទាំងអស់គ្នាផងដែរ